ជំរាបសួរបងប្អូនថ្ងៃនេះគឺចេញ trip ម៉ូតូទៅកាន់ស្ទឹងឆាយកឆាមានចម្ងាយប្រហែលជាជាង200គីឡូម៉ែត្រពីភ្នំពេញទៅហើយរដងចេញតែ trip ឡានឥឡូវនឹងសាក trip ម៉ូតូម្ដងឲ្យមានស្គាល់រសជាតិប្លែកតាមពិតគោលដៅរបស់យើងគឺទៅជួបផ្ទាល់ជាមួយនឹងធម្មជាតិថ្ងៃនេះគឺយើងចេញពីភ្នំពេញនៅម៉ោង4ព្រឹកហើយយើងនឹងទៅញ៉ាំអាហារពេលព្រឹកនៅប្រហែលជាម៉ោង6កន្លះទៅម៉ោង7នៅផ្សារខ្សែអំបិលឥឡូវយើងមកដល់ផ្សារខ្សែអំបិលហើយមុននឹងចូលញ៉ាំអាហារពេលព្រឹកឈៀងចូលមកទិញសាច់គោដើម្បីយកទៅធ្វើ steak តែ1គីឡូមកខាងខ្ញុំបងយកសាច់នេះខ្ញុំណា1គីឡូមកសាច់គោនេះគឺគាត់លក់បលឹមសសមែនទេនៅក្រៅផ្សារយើងអាចទិញនៅក្នុងផ្សារក៏បានដែរបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចគឺយើងទៅចាក់សាំងឲ្យពេញនៅគល់ស្ពានខ្សែអំបិលព្រោះយើងត្រូវជិះម៉ូតូចូលទៅក្នុងជ្រៅប្រហែលជា50គីឡូផ្លូវគោកក្រហមប្រហែលជា30ផ្លូវព្រៃគឺប្រហែលជា20គីឡូអញ្ចឹងយើងត្រូវចាក់ពេញឲ្យហើយដោយសារខែនេះគឺជារដូវរំហើយអញ្ចឹងអត់សូវមានភ្លៀងទេផ្លូវគឺមានលក្ខណៈស្រួលឥឡូវសម្រាប់សិនសម្រាប់កន្លែងនេះគឺកន្លែងដែលខែតារ៉េនខែសៅម៉ៅគឺមកឈប់នៅកន្លែងនេះហូបហ៎បាទហើយនេះម្ចាស់នេះសុំ free មួយខ្លែបក៏អត់ឲ្យដែរចេះថាទៅមកគាត់មកនេះគឺខែ7ខែ8សបោមែនទេខែ6ហ៎ខែ6សបោចាំមើលថ្ងៃណាខែចាំមកទៀតបាទបងថ្ងៃខែណាមានតរ៉េនសាម៉ៅចាំមកបាទទុកប្រហែលថា2-3កន្លែងគឺកន្លែងដែលយើងឆ្លងទឹកហើយនឹងផ្លូវចុះចំណោតភ្នំដែលមានថ្មគាត់ថាផ្លូវវាទូចប៉ុន្តែអត់សូវមានការលំបាកខ្លាំងទេចំពោះការឆ្លងទឹកគឺយើងត្រូវប្រុងប្រយ័ត្នព្រោះឆ្លងទឹកហ្នឹងគឺទឹកមានលក្ខណៈរអិលត្រូវប្រុងប្រយ័ត្នបើសិនជាយើងធ្លាប់ឆ្លងទឹកទេជិះម៉ូតូឆ្លងទឹកហ្នឹងអញ្ចឹងខ្ញុំ recommend ថាឲ្យពិលុតម៉ូតូហើយបដើមម៉ូតូជិះវាងការពេលធ្លាក់ឬក៏ដួលចូលទៅក្នុងទឹកគឺមានបញ្ហាម៉ូតូគឺយើងខកពេលដូចជាពេលនេះអញ្ចឹងម៉ូតូចូល2គ្រឿងដែលដួលនៅក្នុងទឹកអញ្ចឹងយើងត្រូវតែប្រយ័ត្នបើសិនយើងធ្លាប់ហើយគឺយើងអាចជិះឆ្លងកាត់បានហើយចំពោះអ្នកដែលចូលចិត្តជិះម៉ូតូលុកព្រៃនេះគឺអ្នកខ្លះគាត់ថាជាតិមែនតើគឺអស្ចារ្យអារម្មណ៍ប្លែកហើយកន្លែងនេះគឺស្ទឹងឆាយកឆានេះគឺអត់មានអ្នកណានាំភ្ញៀវមកទេហើយយើងមកកន្លែងនេះគឺបានតែខែប្រាំងទេខែវស្សាយើងមកបានទេដោយសារមានការឆ្លងកាត់អូរនិងកាត់ទឹកច្រើនអញ្ចឹងយើងមកបានតែខែវស្សាទេហើយនៅពេលដែលយើងមកដល់នេះគឺយើងមកដល់ស្ទឹងឆាយកឆាហើយយើងញ៉ាំអាហារពេលល្ងាចនៅជុំគ្នានេះមកដល់ហើយម៉ោងម៉ានអី2:08នាទីហ៎តាមពិតត្រូវមកដល់នេះតាំងម៉ោង1នៅកណ្ដាលស្ទឹងហ្មងព្រោះដោយសារខែនេះខែប្រាំងគឺអត់មានទឹកទេខ្ញុំអត់ recommend ឲ្យខែភ្លៀងឬខែទឹកគឺយើងទៅបោះតង់នៅកណ្ដាលប្រភពទឹកទេយើងត្រូវបោះឆ្ងាយពីប្រភពទឹកព្រោះការពារក្នុងករណីដែលពេលភ្លៀងមកខាងលើអញ្ចឹងទឹកគឺវាហូរមកខ្លាំងចំពោះយើងមកកាន់ស្ទឹងឆាយកឆានេះគឺយើងពេលជិះម៉ូតូយើងត្រូវតែគៀកគ្នាយើងអត់ត្រូវបែកគ្នាទេដោយសារផ្លូវមកកាន់កន្លែងនេះគឺមានការបែកច្រើនអញ្ចឹងបើសិនជាយើងជិះបែកគ្នាគឺយើងអាចវង្វេងគ្នាអញ្ចឹងខ្ញុំណែនាំឲ្យជិះក្បែរគ្នាអត់ឲ្យដាច់ឆ្ងាយពីគ្នាទេកន្លែងណាផ្លូវតែមានបែកគឺយើងឲ្យឈប់ចាំគ្នានៅផ្លូវតែបំបែកអញ្ចឹងមកកាន់កន្លែងនេះគឺដាច់ស្រយាលមែនទែនកន្លែងនេះគឺសម្រាប់តែបងប្អូនសហគមន៍អ្នកភូមិដែលគាត់មករកអនុផលព្រៃឈើកន្លែងនេះហើយយើងនឹងជួបគ្នាមួយសារទៀតនៅរដូវខែគុយគឺយើងនឹងមកនៅចន្លោះចុងខែ3រហូតដល់ខែ5ហើយគុយដែលពេញគឺនៅក្នុងចន្លោះខែ4ហើយ
ហើយយើងមកបេះគុយមកញ៉ាំគុយផ្ទាល់នៅព្រៃនៅកន្លែងនេះស្ទឹងកញ្ឆាក់នេះអារម្មណ៍ពិតជាប្លែក